B សំឡេងរបស់វាគឺ B ចឹងកន្លែងនេះបងប្អូនអាចកត់សម្គាល់បាននៅពេលដែលយើងទៅប្រកបនៅក្នុងពាក្យគឺយើងយកសំឡេងរបស់ B ហ្នឹងទៅប្រកបគឺ B បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនថ្មីមកចែកម្លែកជូនបងប្អូនទៀតហើយបាទអញ្ចឹងបងប្អូនក៏លេខមកមើលចំណងជើងមេរៀនរបស់យើងបាទអញ្ចឹងថ្ងៃនេះយើងសិក្សាអំពី B បាទ B យើងអានថា B សំឡេងរបស់វាគឺ B អញ្ចឹងកន្លែងនេះបងប្អូនអាចកត់សម្គាល់បាននៅពេលដែលយើងទៅប្រកបនៅក្នុងពាក្យគឺយើងយកសំឡេងរបស់ B ហ្នឹងទៅប្រកបគឺ B បាទយើងអានថា B តោះអញ្ចឹងយើងទៅសិក្សាពាក្យមួយទាំងអស់គ្នាបងប្អូនបាទបងប្អូនកន្លែងមកមើលពាក្យទី1របស់យើងគឺ B at bat បាទ bat យើងប្រែថាដំបងបាទបងប្អូនទៅមើលពាក្យបន្តទៀតបាទ B all ball បាទ B all ball ball យើងប្រែថាបាល់បាទតោះអញ្ចឹងយើងទៅមើលពាក្យបន្តទៀតបងប្អូនបាទ B at the bat 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 បាទ bat យើងប្រែថាអាក្រក់បាទ bat យើងប្រែថាអាក្រក់ពាក្យបន្តទៀតបាទ B o m bomb បាទ B o m bomb អញ្ចឹង bomb យើងប្រែថាបាទក្រក់បែកអញ្ចឹងពាក្យរបស់យើងបន្តទៀតបងប្អូនបាទ B a g bag bag បាទ bag យើងប្រែថាកាបូបបាទពាក្យរបស់យើងបន្តទៀត B a s bus បាទ bus bus យើងប្រែថាឡានក្រុងបាទតើអញ្ចឹងយើងទៅមើលពាក្យបន្តទៀតបាទ B e b បាទ B e b អញ្ចឹង double e នេះគឺ e បងប្អូន B e b អញ្ចឹង b យើងប្រែថាបាទឃ្មុំបាទពាក្យចុងក្រោយរបស់យើងបាទ B e g big big បាទ big យើងប្រែថាធំបាទអញ្ចឹងបងប្អូនមកអនុវត្តការអានជាមួយខ្ញុំទាំងអស់គ្នាបាទ bat ball bat bomb បាទ bag bus b big បាទអញ្ចឹងកន្លែងនេះបងប្អូនអាចកត់ចំណាំបាននៅក្នុងពាក្យគឺយើងអត់យកឈ្មោះ B ហ្នឹងមកប្រកបទេបាទគឺយើងយកសំឡេង B បាទសំឡេងរបស់ B ហ្នឹងយកមកប្រកបនៅក្នុងពាក្យនីមួយៗបាទអញ្ចឹងនៅក្នុងវីដេអូនេះយើងសិក្សាប៉ុណ្ណឹងបងប្អូនហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍វគ្គសិក្សាមូលដ្ឋានគ្រឹះភាសាអង់គ្លេសកម្រិតដំបូងបងប្អូនអាចខមមិនពាក្យអូខេនៅខាងក្រោមបាទដើម្បីទទួលបាននៅព័ត៌មានសិក្សាយើងជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាបងប្អូនចង់ចេះស្រាក់ព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF